ព្រលឹមមិនទាន់ភ្លឺខ្ញុំបើកទ្វារចេញមិនមែនទៅលេងតែទៅរកលុយអ្នកចិត្តខាងសួរហេតុអីមិនដែលនៅផ្ទះខ្ញុំញញឹមព្រោះគេមិនដឹងពីជីវិតខ្ញុំទេខ្ញុំភ្ញាក់ពីដំណេកភ្នែកនៅមិនទាន់បើកតែជីវិតបងខំឲ្យភ្ញាក់ខាងក្រៅពិភពលោកនៅស្ងាត់ដូចគ្មាននោះតែខាងក្នុងបេះដូងខ្ញុំមានបំណុលកំពុងស្រាយចេញពីផ្ទះមុនពន្លឺថ្ងៃមិនដឹងថ្ងៃនេះនឹងរកបានប៉ុន្មានតែខ្ញុំដឹងថាបើមិនចេញទៅយប់នេះអ្នកនៅផ្ទះនឹងខ្វះអ្វីមួយខ្ញុំមិនមានពេលសួរថាហេតុអីជីវិតលំបាកប្រចាំលើយរបស់វាគឺត្រូវតែបណ្ដាមនុស្សខ្លះធ្វើការដើម្បីមានសូបិនខ្ញុំធ្វើការដើម្បីកុំឲ្យសូបិនរបស់គ្រួសារខ្ញុំស្លាប់អ្នកចិត្តខាងឃើញតែខ្ញុំចេញឃើញតែខ្ញុំត្រឡប់ពេលយប់តែគេមិនដែលឃើញទេពេលខ្ញុំអង្គុយស្ងាត់ស្កាត់ហើយគិតថាតើពេលណាខ្ញុំនឹងបានសម្រាកចេញពីព្រលឹមមិនទាន់ចូលអាទិត្យដល់ផ្ទះទាំងខ្លួនហត់ដល់ចឹងគេសួរថ្ងៃនេះបានប៉ុន្មានខ្ញុំស្ងាត់មួយផ្លេតព្រោះខ្ញុំក៏មិនដឹងប្រាក់បែរបានមិនដែលនៅជាមួយខ្ញុំរកព្រឹកដល់យប់បាត់ទៅជាមួយចំណាយខ្ញុំមិនចង់បានអ្វីច្រើនពីជីវិតនេះទេសុំតែនោះដែលខ្ញុំស្រឡាញ់កុំឲ្យរស់រំបាក់ដូចខ្ញុំគេថាខ្ញុំសំណាងល្អព្រោះមានការងារធ្វើតែគេមិនដឹងថាខ្ញុំលុកពេលវេលារបស់ខ្ញុំប៉ុន្មានលុកពេលជួបមិត្តលុកពេលសម្រាប់លុកសំបីពេលនៅជាមួយមនុស្សតែខ្ញុំស្រឡាញ់ពូសពមានសារតែខ្ញុំមានពេលចាយមុនដែលរងចាំខ្ញុំក៏ចាប់តាមគិតថាខ្ញុំមិនខ្វល់តែខ្ញុំមិនមែនមិនខ្វល់ទេខ្ញុំគ្រាន់តែវល់ប្រយុទ្ធជាមួយជីវិតតែមិនធ្លាប់បាននឹកខ្ញុំពេលអ្នកដទៃថត់រោមរើកូនលេងសាកខ្ញុំថប់តែមកធ្វើការនឹងធ្វើត្រឡប់ផ្ទះពេលគេនិយាយពីសូបិនខ្ញុំនិយាយពីវិធីរកលុយអាគ្រប់ចំណាយអ្នកសួរថាធ្វើការអីខ្ញុំចង់ប្រាប់ថាខ្ញុំធ្វើអ្វីក៏បានបើវាអាចធ្វើឲ្យគ្រួសារមានបាយហូបនិងមានថ្ងៃស្អែកមិនមែនខ្ញុំមិនចង់រស់សប្បាយមិនមែនខ្ញុំមិនចង់មានពេលសម្រាប់ខ្លួនឯងតែពេលជីវិតដាក់បន្ទុកលើស្មាអ្នកមិនអាចជឿស្រើថាថ្ងៃនេះខ្ញុំសម្រាប់ទេខ្ញុំធ្លាប់យំតែមិនមានអ្នកឃើញខ្ញុំធ្លាប់ប្រកកំបាំតែមិនហ៊ានឈប់ពលលើពីក្រោយខ្នងខ្ញុំមានរូបមួយចំនួនកំពុងពំលើខ្ញុំថ្ងៃណាមួយបើខ្ញុំឈប់រត់ខ្ញុំសងខឹងថាវាមិនមែនជាថ្ងៃ